សួស្តីថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីវិធីសាស្ត្រក្នុងការធ្វើបទចម្រៀងនេះ MP3 non stop នេះអញ្ចឹងពេលដែលវាយើងចាក់ play បទចម្រៀងមកដល់បទទី1វា load មកចេះដល់បទទី2វា load មកចេះអញ្ចឹងវា load មកក្រោមអញ្ចឹង load អញ្ចឹងយើងធ្វើដូចគេអញ្ចឹងដូចវាធ្វើនេះអញ្ចឹងឥឡូវយើងចូលទៅនេះចូលមកនេះមកអានេះជាកម្មវិធី Scene របស់វាមិនមែនជាកម្មវិធី Photoshop អីទេវាកម្មវិធី Scene នៅក្នុង Windows 7មាន Windows ផ្សេងខ្ញុំអត់ដឹងដែរតែប្រើឥឡូវយើងចូលមកដល់ត្រង់ចំណុចហ្នឹងយើងចូលទៅយករូបភាពដែលយើងដាក់ពីក្រោយឬមួយក៏យើងមិនបាច់ដាក់ក៏បានយើងសរសេរអញ្ចឹងហ្មងក៏បានដែរយើងសរសេរអក្សរខ្មែរយើងហ្នឹងឧទាហរណ៍ថាយើងសរសេរពីបទចម្រៀងអីមួយមកហើយយើងសរសេរទាំងអស់ហើយយើងសរសេរអញ្ចឹងមកសរសេរហើយអស់សរសេរទាំងអស់ទាំងអស់សរសេរអញ្ចឹងហើយក្នុងកន្លែងចំណុចនេះយើងអាចធ្វើឲ្យវាផ្លាស់ប្ដូរពណ៌ចុចលើកន្លែងនេះមកយើងអូនចេះមកយើងគិតលើម៉ៅស្ដាំមួយមកចុចយកវានេះក្រោមវានេះដូរពណ៌វាពេលនេះវាអាចនឹងដូរពណ៌បានអញ្ចឹងកម្មវិធីនេះក៏វាអាចធ្វើបានតែវាមិនស្អាតដូចគេតែវាអាចធ្វើបានអញ្ចឹងខ្ញុំនឹងយកបទចម្រៀងចំណងជើងបទចម្រៀងខ្ញុំធ្វើរួចហើយយកមកពីហោខ្ញុំមើលហើយបើសិនយើងខុសយើងអាចថយក្រោយបានថយក្រោយនេះខ្ញុំយកនេះមួយមកពីហោនេះខ្ញុំទៅសេរួចហើយអ្នកនរគ្នាទៅសេអញ្ចឹងដូចខ្ញុំមកទៅសេអញ្ចឹងឲ្យហើយមកមិនទាន់ធ្វើអីវាគាត់នៅទៅសេបានជារូបរាងអញ្ចឹងហើយមកតបមកយើងយកមកធ្វើភាសាទៀតយើងចាប់ផ្ដើមដាក់ឲ្យវាមានកឡោនដូចគេអញ្ចឹងឲ្យវាធ្លាក់មកមួយក្រោមអញ្ចឹងវិធីសាស្ត្រណាហ្នឹងក៏វាមិនមែនវាមិនស្រួលបានទេវាអាចនឹងពិបាកគួរសមអញ្ចឹងដំបូងយើងចុចមកត្រង់កន្លែងនេះមកនេះចុចនឹងមួយមកតមកយើងអូវិញចេះមកយកអូនចូលមកតមកយកមកខាងស្ដាំយកក្រោមវាផុតនេះវាដូរពណ៌ឃើញណាពេលវាដូរពណ៌អញ្ចឹងយើងធ្វើការ save មួយយើង save ដាក់នៅលើ desktop យើងនៅក្នុង desktop មកយើងដាក់ឈ្មោះវាមកដាក់លេខពីយើងវាមកឥឡូវវាបទចម្រៀងទី1អញ្ចឹងយើងដាក់លេខ1មកចំណុចចំណាំយើង save មកដល់មកថយក្រោយវិញព្រោះថាថយក្រោយដើម្បីឲ្យវាលុបនេះវាលុបអាទាំងសនេះជាមួយនឹងថយក្រោយឃើញទេពេលយើងថយក្រោយមកវាបាត់ទាំងសអញ្ចឹងយើងចូលមកយកទី2ម្ដងរួចមកយើងយកមកស្ដាំទៀតធ្វើដូចគ្នាអញ្ចឹងទាំងអស់អញ្ចឹងរួចមកយើង save ទៀតយើង save ហើយយើងដាក់លេខ2មកហើយយើង save ទៀតមកដល់មកយើងថយក្រោយអញ្ចឹងយើងធ្វើអញ្ចឹងទាំងអស់ធ្វើរហូតធ្វើតដល់បើថាវាមាន27បទអញ្ចឹងយើងធ្វើទាំង27បទមួយហើយយើង save ទុករួចហើយយើងចេញពីកន្លែងហ្នឹងមកយើងចេញពីកន្លែងហ្នឹងមកនេះអានេះខ្ញុំធ្វើមិនធ្វើមិញអញ្ចឹងវាបានមកអញ្ចឹងហើយឥឡូវចូលសំយកធ្វើស្រាប់វាល្អបានមកអញ្ចឹងហើយយើងចូលទៅបើកកម្មវិធីកែនៅបទចម្រៀងរបស់យើងមកកម្មវិធីអីក៏កែបានដែរកម្មវិធីនេះមួយកម្មវិធីនេះសំខាន់ឲ្យតែយើងចេះនៅកម្មវិធីមួយណាយើងធ្វើនៅលើកម្មវិធីមួយហ្នឹង
ឥឡូវអាហ្នឹងយើងរៀបចំទុកក្នុងនេះហើយខ្ញុំយកនេះមកទីហើយមួយចុះវាដូចគ្នាទេអញ្ចឹងមកយើងចូលទៅយកថតយើងមកចូលប្រាប់បើសិនជាអ្នកនរគ្នាមានកម្មវិធីនេះដែរអាចធ្វើតាមខ្ញុំមកប៉ុន្តែកម្មវិធីនេះវាទំហំនៃការ save របស់វាតូចអញ្ចឹងចូលតាមកម្មវិធីវាមិនសូវល្អប៉ុន្តែទំហំនៃការ save របស់វាត្រឹមតែ 4G ទេបើសិនជាបទចម្រៀងអ្នកនរគ្នាលើកពី 4G ទៅគឺមិនអាច save វាបានវាធំពីលើពី 4G អញ្ចឹងយើងបើសិនជាយើងចង់បានរូបថតយើងចូលហើយមកហើយបោះស្តាមមកយកក្រោមមកលើពីនេះតោះមកយើងចូលទៅយករូបថតរបស់យើងចង់ធ្វើបទចម្រៀងរបស់នេះខ្ញុំកាត់ទុករួចហើយយកទៅមកហើយរួចមកវាមានលេខរៀងរបស់វាយើងទៅសេមុននឹងវិញលេខ1វាតែនៅមុខពេលហ្នឹងដាក់មកនេះលេខ1វាអញ្ចឹងមកហើយយើងចូលទៅយកបទចម្រៀងយើងមកដាក់បទអីនេះខ្ញុំមកទីហោទេយកបទចម្រៀងមួយណាក៏បានដែរពេលយើងយកបទចម្រៀងយើងត្រូវទៅចូលនេះចូលដូរមកកន្លែងបទចម្រៀងពេលយើងយករូបថតយើងយកតែនេះពេលយើងយកវីដេអូយើងយកតែបទចម្រៀងយកមកស្ដាប់នេះពីលើវីដេអូនេះមកហើយបទចម្រៀងប្រភេទអូឌីអូអញ្ចឹងនៅក្រោមនៅក្រោមដូចក្រោមដូចនេះចង់វាសិនលុបវាដើម្បីឲ្យវាឡើងមកលើព្រោះថាវាច្រើនពេលយើងអត់ប្រើអញ្ចឹងកុំឲ្យទុកវាល្អជាងវាលុបចេញទៅយើងសំណុកមើលនេះវានៅគៀកគ្នាពេលយើងលុបអញ្ចឹងយើងសេរីមកបទចម្រៀងយើងដំណាដូចឧទាហរណ៍ថាឥឡូវយើងចាក់បទចម្រៀងហ្នឹងអញ្ចឹងនេះឧទាហរណ៍ណាបទចម្រៀងយើងវែងអញ្ចឹងយើងត្រូវកាត់តវាអញ្ចឹងយើងកាត់វាហើយមកឧទាហរណ៍យើងកាត់វាឲ្យខ្លីៗបទចម្រៀងឬក៏មិនបាច់កាត់បើយើងមាន MP3 ដែលតឲ្យស្រាប់យើងអាចធ្វើនៅបាច់កាត់ទេតែនេះកាត់ឧទាហរណ៍មើលកាត់កោះនេះឧទាហរណ៍ចម្រៀងយើងមានត្រឹមហ្នឹងអញ្ចឹងយើងទាញមកដាក់ត្រឹមហ្នឹងមកតោះនេះយើងចូលទៅយករូបមួយទៀតនេះទី2យើងមកដាក់មកបទទី2ទាញដល់ត្រឹមនឹងកាត់នេះមកដល់មកបទទី3កាន់ទៀតទាញដាក់អញ្ចឹងមកយើងដាក់ឲ្យអស់មកព្រោះថាមានប្រមាណបទយើងដាក់អស់មកដល់ពេលយើង play បទចម្រៀងមកនឹងវា load ជាមួយ play ចាំមើលវាដល់ត្រង់ចំណុចនេះវាដូរចុះមកបទទី2ដូរកញ្ញាអញ្ចឹងពេលវីដេអូរត់ដល់ឡើងត្រង់ចំណុចនេះវានឹងដូរចូលមកបទទី3អញ្ចឹងនេះគឺជាវិធីសាស្ត្រក្នុងការកាត់បទចម្រៀង MPC ដែលមានរយៈពេលច្រើនម៉ោងសូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូកុំភ្លេចជួយ Subscribe Comment និង Share ដើម្បីទទួលបាននូវចំណេះដឹងផ្សេងៗសូមអរគុណ